តើអ្នកចង់បង្កើតវីដេអូផ្លែឈើចេះនិយាយនៅលើទូរស័ព្ទដៃបែបនេះមែនទេ I am a ripe mango. I can នៅ take ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបបង្កើតវីដេអូផ្លែឈើអាចនិយាយនិងធ្វើចលនានិងបញ្ចេញសំឡេងបានដោយប្រើប្រាស់ AI យ៉ាងងាយស្រួលនៅលើទូរស័ព្ទដៃអ្វីដែលអ្នកត្រូវរៀនគឺត្រូវចេះបង្កើត prompt នៅក្នុង ChatGPT និងបង្កើតរូបភាពនៅក្នុង Google Gemini រួចបង្កើតវីដេអូនៅក្នុង Wish AI វីដេអូនេះដែរស័ក្តិសមសម្រាប់ Content Creator, YouTuber និង TikTok សម្រាប់អ្នកដែលចង់បង្កើតវីដេអូ Content AI បែបនេះសូមកុំភ្លេចជួយចុច Like Share Comment និង Subscribe ដើម្បីទទួលបានមេរៀន AI ថ្មីៗជារៀងរាល់សប្តាហ៍បាទជាដំបូងយើងចូលក្នុង ChatGPT មកដើម្បីឲ្យ ChatGPT សរសេរ prompt រូបភាពដើម្បីទៅបង្កើតរូបភាពនៅក្នុង Google Gemini រួចវាយពាក្យថាបង្កើតរូបភាពផ្លែស្វាយដែលមានមុខមាត់ដៃជើងស្រស់ស្អាតបាទអត់ទោះកន្លែងនេះយើងដាក់ថាបង្កើត prompt បាទបន្ទាប់មកយើងចុចបញ្ជូនរួច ChatGPT នឹងសរសេរ prompt មកយើងដើម្បីយកទៅបង្កើតរូបភាពបន្ទាប់មកទៀតយើង copy បែបនេះមករួចចូលទៅក្នុង Google Gemini រួចផាសនៅក្នុង Google Gemini ដើម្បីឲ្យ Google Gemini បង្កើតរូបភាពឲ្យយើងបាទ Google Gemini generate ឲ្យយើងរួចហើយយើងគ្រាន់តែចុចពាក្យថា save មកហើយចូលទៅក្នុង app ជ្រុំរួចចុចបូកមកហើយវាយពាក្យថា Wish AI បាទយើងយក website មួយនេះបន្ទាប់មកទៀតយើងយកពាក្យថា new project បាទមកដល់កន្លែងនេះយើងគ្រាន់តែវាយពាក្យថា create I make into video and speak មកដល់កន្លែងនេះបើយើងចង់ឲ្យវានិយាយជាភាសាខ្មែរយើងដាក់ភាសាខ្មែរមកបើយើងចង់ឲ្យនិយាយជាភាសាអង់គ្លេសយើងដាក់ភាសាអង់គ្លេសមកបាទខ្ញុំឲ្យវានិយាយជាភាសាអង់គ្លេសខ្ញុំដាក់អង់គ្លេសទៅថា Hello everyone I am a mango បាទកន្លែងដែលយើងនិយាយនេះយើងដាក់សញ្ញាធ្មេញកដោមកបន្ទាប់មកទៀតយើងបូកហើយដាក់រូបភាពចូលមកកន្លែងដាក់រូបភាពយើងចុចសញ្ញានេះបន្ទាប់មកយើងអស់មើលរូបភាពដែលយើង download ពី Google Gemini មិញហ្នឹងបាទហើយយើងចុចបញ្ជូនមកwebsite នេះកំពុងតែ generate វីដេអូឲ្យយើងបាទរួចរាល់ហើយយើងចុចពីលើវាសាកមើលមក Hello everyone. I am a mango.
បន្ទាប់មកទៀតបើយើងចង់ download យើងគ្រាន់តែចុចថយក្រោយមកហើយចុចពីលើវាឲ្យជាប់មកហើយវានឹង load ពាក្យថា download នៅខាងលើហ្នឹងបាទប៉ុណ្ណឹងយើង download រួចរាល់ទៅហើយបាទវីដេអូនេះដែរមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណសូមជម្រាបលា